នាយករដ្ឋមន្ត្រីថៃប្រកាសយ៉ាងខែងរែងនៅគម្រាមដាក់បងធំថាបើអាមេរិកហ៊ានតែយកពន្ធគយមកគម្រាមថៃក្នុងរឿងព្រំដែនជាមួយកម្ពុជាថៃគេនឹងផ្អាកការរកស៊ីជាមួយសហរដ្ឋអាមេរិកនាយករដ្ឋមន្ត្រីថៃលោកអនុទិនឆានវីរៈគុលប្រកាសយ៉ាងខែងរែងហើយថែមទាំងនិយាយថាថៃមិនខ្លាចការគម្រាមកំហែងដំឡើងពន្ធគយពីសំណាក់សហរដ្ឋអាមេរិកឡើយហើយថៃបានរៀបចំកងកម្លាំងប្រដាប់អាវុធរបស់ខ្លួនយ៉ាងពេញលេញដើម្បីការពារប្រទេសដាច់ខាតថៃនឹងមិនបន្តការចរចាសន្តិភាពជាមួយកម្ពុជាទៀតទេបើអាមេរិកហ៊ានយកពន្ធគយមកគម្រាមថៃក្នុងរឿងព្រំដែនជាមួយកម្ពុជាថៃគេនឹងផ្អាកការរកស៊ីជាមួយសហរដ្ឋអាមេរិកនេះបើយោងតាមកាសែតថៃ The Nation ចុះផ្សាយនៅរសៀលថ្ងៃទី12វិច្ឆិកានេះការប្រកាសរបស់នាយករដ្ឋមន្ត្រីថៃធ្វើឡើងក្នុងពិធីបើកវគ្គសិក្សាការពារជាតិលើកទី68នៅវិទ្យាស្ថានសិក្សាការពារជាតិថៃដោយលោកអនុទិនចោទកម្ពុជាមិនគោរពកិច្ចព្រមព្រៀងសន្តិភាពដោយបន្តដាក់មីននៅតាមព្រំដែនចំណែកក្រសួងការបរទេសកម្ពុជាបានប្រកាសតាមរយៈសេចក្តីថ្លែងការណ៍ថាកម្ពុជានៅតែបន្តគោរពកិច្ចព្រមព្រៀងសន្តិភាពកម្ពុជាថែមទាំងលើកអំណះអំណាងទៀតថាមានតាមព្រំដែនកម្ពុជាថៃភាគច្រើនគឺសល់តាំងពីសម័យសង្គ្រាមមកម្លេះមិនមែនកម្ពុជាទើបនឹងដាក់នោះទេលោកអនុទិនបានប្រកាសក្តែងក្តែងថាថៃបានរៀបចំកងកម្លាំងប្រដាប់អាវុធរបស់ខ្លួនយ៉ាងពេញលេញដើម្បីការពារប្រទេសដោយមិនទុកអាមេរិកជាបងធំទី1លើលោកក្នុងភ្នែកលោកអនុទិនក៏បានដំឡើងសម្លេងផងដែរថារដ្ឋាភិបាលរបស់លោកនឹងដាក់ផលប្រយោជន៍ជាតិនិងសុវត្ថិភាពសាធារណៈលើពីក្តីបារម្ភផ្នែកពាណិជ្ជកម្មទោះបីសហរដ្ឋអាមេរិកដំឡើងពន្ធគយលើទំនិញថៃក៏ដោយលោកបញ្ជាក់ថាខ្ញុំលែងខ្វល់ពីការចរចាពាណិជ្ជកម្មនិងពន្ធគយទៀតហើយប្រសិនបើយើងមិនអាចលក់ទំនិញរបស់យើងទៅឲ្យប្រទេសមួយបានទេយើងនឹងងាកទៅរកប្រទេសផ្សេងទៀតវិស័យឯកជនត្រូវតែសហការតែយើងអាចដាក់អនាគតរបស់យើងទៅលើប្រទេសតែមួយដោយរបៀបណានាយករដ្ឋមន្ត្រីថៃរូបនេះបានអួតទៀតថាវាមិនអីទេប្រសិនបើពួកគេប្រើវិធានការពន្ធដើម្បីដាក់សម្ពាធលើយើងប្រទេសដទៃទៀតក៏ប្រឈមមុខនឹងបញ្ហាដូចគ្នាដែរប្រសិនបើពន្ធគយរបស់សហរដ្ឋអាមេរិកលើទំនិញរបស់យើងកើនឡើងដល់ 100% អ្នកដែលត្រូវរងទុក្ខគឺជាអ្នកទិញរបស់ពួកគេផ្ទាល់យើងត្រូវតែគ្រប់គ្រងឧស្សាហកម្មក្នុងស្រុកនិងបង្កើនភាពប្រកួតប្រជែងរបស់យើងដើម្បីរស់យោងតាមប្រព័ន្ធផ្សព្វផ្សាយថៃបានរាយការណ៍ថាលោកអនុទិនបានបញ្ជាក់សារជាថ្មីថាកម្ពុជានឹងមិនអាចស្នើសុំឱកាសទី2ដើម្បីចរចាបានទេលោកថាប្រសិនបើសេចក្តីប្រកាសរួមត្រូវបានលុបចោលហើយសហរដ្ឋអាមេរិកមិនពេញចិត្តហើយពន្ធរបស់លោកត្រាំត្រូវបានប្រើប្រាស់ដើម្បីដាក់សម្ពាធលើប្រទេសថៃលោកបានត្រៀមខ្លួនរួចជាស្រេចដើម្បីស្វែងរកទីផ្សារថ្មីជំនួសអាមេរិក